ស្ដីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់និយាយទៅនឹងការមកធ្វើការនៅក្នុងប្រទេសកូរ៉េត្បូងហើយថ្ងៃនេះខ្ញុំចង់ចែកម្លែកបទពិសោធន៍ឲ្យបងប្អូនដែលមកថ្មីណាបងប្អូនបានដឹងទៅនឹងការចូលអត្តលេខានៅក្នុងក្រុមហ៊ុននៃផ្សេងសូមបងប្អូនប្រុងប្រយ័ត្នមានការប្រុងប្រយ័ត្នចឹងណាដោយសារតែបទពិសោធន៍របស់ខ្ញុំជួបផ្ទាល់ហើយទៅនឹងការចូលអត្តលេខានៅក្នុងក្រុមហ៊ុនណាបើសិនជាបងប្អូនមកដល់ក្នុងប្រទេសកូរ៉េត្បូងបើសិនជាអាចទេបងប្អូនគួរតែបណ្ឌិតមើលហើយបើសិនជាបងប្អូនរៀនចេះភាសាកូរ៉េដែរឬក៏បងប្អូនមកពីខ្មែរមកបងប្អូនអាចនិយាយភាសាអង់គ្លេសបានបងប្អូនគួរតែនិយាយជាមួយតកែឬក៏បុគ្គលិកខាងសាមគ្គីគេទៅដើម្បីសួរបញ្ជាក់ថាឯកសារហ្នឹងទាក់ទងនឹងអីគេវិញចឹងណាឧទាហរណ៍ពេលខ្ញុំមកដល់ត្បូងនៅចាក់ចៅរបស់ខ្ញុំហ្នឹងខ្ញុំបានចូលអលេខាព្រមព្រៀងជាមួយកន្លែងស្នាក់នៅហើយហ្នឹងក៏ជាចំណុចមួយសំខាន់ដែរបើសិនជាបងប្អូនមករស់នៅក្នុងប្រទេសកូរ៉េធ្វើការក្នុងប្រទេសកូរ៉េកិច្ចសន្យាបងប្អូនពេលមកពីខ្មែរមកបងប្អូនរស់នៅក្នុងផ្ទះឬក៏នៅផាត់ធឺចឹងណាដល់ពេលជាស្ដែងបងប្អូនមកដល់តែតកែគេអត់ឲ្យយើងទៅស្នាក់នៅអាកន្លែងក្នុងកិច្ចសន្យាដែលយើងបានព្រមព្រៀងគ្នានៅក្នុងប្រទេសខ្មែរទេគេឲ្យយើងមកស្នាក់នៅផ្ទះកុងណឺចឹងទៅនៅក្នុងផ្ទះហោស៊ឺចឹងណានឹងការណៃដូចខ្ញុំចឹងណាហើយចឹងគាត់ឲ្យពួកយើងនឹងចូលអលេខាព្រមព្រៀងមួយគាត់ដើម្បីបញ្ជាក់ថាយើងនឹងព្រមរស់នៅក្នុងផ្ទះហ្នឹងអាហ្នឹងក្នុងករណីមួយហ្នឹងក៏ជាសំខាន់ដែរបើសិនជាបងប្អូនគាត់ថាកន្លែងហ្នឹងបងប្អូនរស់នៅអត់កើតទេបងប្អូនគួរតែរអ្នកដែលបោកប្រែហើយនិយាយជាមួយខាងសាមស៊ីឬក៏និយាយមួយតកែផ្ទាល់ចឹងទៅដើម្បីថាក្នុងកិច្ចសន្យានៅខ្មែរដែលយើងមកធ្វើការហ្នឹងគឺនៅផាត់ធឺឬក៏នៅផ្ទះទេហើយមិនបានយើងមកត្រូវនៅផ្ទះកុងនៅត្រូវនៅផ្ទះហោស៊ឺចឹងណាបើសិនជាបងប្អូនមកដំបងមានគ្នា3 4នាក់បងប្អូនគួរតែនិយាយត្រង់ហ្នឹងទៅកុំឲ្យជួបបញ្ហាអញ្ចឹងដូចខ្ញុំណាខ្ញុំគិតថាចំណុចមួយហ្នឹងគឺសំខាន់ដែរតែទៅនឹងការយកអត្តលេខាហ្នឹងបើសិនជាបងប្អូនមកម្នាក់ឯងឬក៏2នាក់ទេបើសិនជាអាចទេបើសិនមើលទៅកន្លែងស្នាក់នៅយើងវាអាចរស់នៅបានក៏ទ្រាំរស់នៅសិនទៅក៏ល្អដែរតែបើសិនជាមើលទៅកន្លែងរស់នៅហ្នឹងវាមើលទៅវាពិបាកពេកយើងពិបាករស់នៅយើងមកដល់ភ្លាមហ្នឹងយើងត្រូវរកលេខទូរស័ព្ទគ្រូនៅខាងក្រសួងណាតែគាត់បោកប្រែនៅពេលដែលយើងមកពីខ្មែរមកយើងត្រូវរកលេខទូរស័ព្ទទៅហើយយើងគួរតែសួរគាត់ផងថាក្នុងករណីដែលយើងមកដល់យើងក្នុងកិច្ចសន្យានៅខ្មែរយើងនៅផាត់ធឺនៅផ្ទះនៅអីចឹងដល់ពេលមកដល់ចាក់ស្ដែងតកែឲ្យយើងនៅផ្ទះកុងណឺផ្ទះហោស៊ឺចឹងយើងគួរតែធ្វើមិនយើងគួរសួរគាត់បញ្ជាក់ចឹងទៅដើម្បីគាត់រកដំណោះស្រាយជួយយើងចឹងណាព្រោះករណីចឹងវាច្រើនតកែខ្លះគឺខូចបងប្អូនគឺគេអត់ចង់ចំណាយលុយជួផ្ទះជួផាត់ធឺយើងទេគឺគេចង់ឲ្យយើងរស់នៅបែបចឹងទៅគេចំណេញលុយមួយចំនួនដែរសម្រាប់យើងចឹងណាហើយករណីទៀតគឺករណីតទៅនឹងបងប្អូនចូលអលេខាមួយទៀតតទៅនឹងព្រមព្រៀងដូចជាព្រមព្រៀងកាត់លុយព្រមព្រៀងអីផ្សេងចឹងដូចជាស្ដែងខ្ញុំនិយាយរឿងខ្ញុំផ្ទាល់ទៅក្នុងករណីខ្ញុំសញ្ញាព្រមនៅនឹងហើយបន្ទាប់ពីប្រហែលខែក្រោយខ្ញុំជួបបញ្ហាទៅពួកខ្ញុំសូមផ្លាស់ប្ដូរការងារហើយពេលហ្នឹងខ្ញុំសូមផ្លាស់ប្ដូរការងារហ្នឹងមិនតែឯងទេគឺផ្លាស់ប្ដូរទាំង3នាក់ហើយក្នុងការផ្លាស់ប្ដូរការងារហ្នឹងដែរគឺតកែគាត់និយាយថាក្លណាគាត់រកតែបោកប្រែនិយាយជាមួយហ្នឹងណារកតែបោកប្រែខ្មែរនិយាយជាមួយពួកយើងចឹងទៅថាបើសិនជាពួកខ្ញុំ3នាក់ហ្នឹងចង់ចេញពីក្រុមហ៊ុនរបស់គាត់ចឹងពួកយើងត្រូវបងលុយចំនួន610000ក្នុងករណីដែលគាត់ជួយទិញម្ហូបឲ្យយើងក្នុងខែដំបូងហ្នឹងគឺគាត់បានទិញម្ហូបឲ្យពួកខ្ញុំហើយម្ហូបហ្នឹងបើចាក់ស្ដែងទៅខ្ញុំទៅម៉ាតអីមួយគាត់បើសិនជាគិតទឹកលុយទៅគឺវាអស់តិចទេវាអត់ត្រូវអស់រហូតដល់ម្នាក់600000ជាងទេហើយនិយាយចំទៅគាត់លក្ខណៈគាត់គេប្រវាញ់យើងគាត់លក្ខណៈគាត់បោកលុយបោកអីឲ្យបលឹះអញ្ចឹងហើយករណីផ្សេងទៀតដូចជាពេលហ្នឹងគាត់ទៀមទាកាត់លុយពីខ្ញុំបន្ថែមដូចជាពេលហ្នឹងខ្ញុំទៅម៉ាត2នាក់ហ្នឹងត្រូវទិញអីវ៉ាន់ដូចជាអស់តុង90000តែគាត់ទាដល់100,000ជាងហើយពេលហ្នឹងខ្ញុំត្រូវពេលហ្នឹងដឹងមិនបងប្អូនខ្ញុំចេះទុកកៃបាត់ដែលយើងទិញម្ហូបនៅផ្សារថ្ងៃម៉ាខ្ញុំទុកទាំងអស់ហើយអញ្ចឹងខ្ញុំតវ៉ាទេខ្ញុំគាត់អត់ហ៊ានធ្វើអីខ្ញុំទេហើយអញ្ចឹងគាត់ព្រមឲ្យខាងសាមស៊ីហ្នឹងកាត់លុយខ្ញុំទៅ90000ហ្នឹងក្នុង2នាក់ហ្នឹងអញ្ចឹងអីបានខ្ញុំប្រាប់ថាបើសិនជាបងប្អូនជួបអាករណីចឹងបងប្អូនគួរតែបើសិនជាតកែ
គេឲ្យជួយទិញហូបទិញអីចឹងអាកែបាត់ឲ្យយើងនៅហ្នឹងតកែគេឲ្យយើងចឹងបងប្អូនគួររក្សាទុកអាហ្នឹងគឺចំណុចហ្នឹងគឺសំខាន់ណាស់យើងត្រូវរក្សាទុកទៅកុំបោះចោលអីគឺអាហ្នឹងគឺជាផុសតាងមួយដ៏ល្អដែរហើយអាករណីដែលយើងសញ្ញេព្រមព្រៀងដូចជាខ្ញុំនិយាយមុនហ្នឹងចឹងអាករណីដែលព្រមព្រៀងថាឲ្យគាត់កាត់លុយ610000ជឿហ្នឹងអាករណីហ្នឹងក៏សំខាន់ដូចគ្នាហើយឯកសារហ្នឹងបើសិនជាពេលដែលគាត់សញ្ញេព្រមព្រៀងហើយគាត់និយាយហ្នឹងបងប្អូនគួរឲ្យលួចថតសលេងទុកទៅថតសលេងឬក៏ថតវីដេអូហើយយើងដាក់នៅកប៉ាល់ចោលទៅកុំឲ្យគាត់ដឹងចឹងណាដើម្បីពេលគាត់និយាយជាមួយគ្រូអីផ្សេងជាមួយរបបប្រែខ្មែរផ្សេងហ្នឹងឲ្យយើងនឹងបានថតសលេងទុកថតជាវីដេអូទុកដើម្បីសួរនឹងប្តឹងក្រសួងក្នុងករណីដែលគាត់និយាយថាពួកយើងនឹងឲ្យកាត់ព្រមឲ្យយើងលក្ខណៈថាព្រមយើងចេញតែគាត់កាត់លុយពីពួកយើងនឹងម្នាក់600000ជាងហ្នឹងហើយគាត់នឹងឲ្យសញ្ញេពួកយើងចេញដើម្បីរកការងារផ្សេងអញ្ចឹងណាហើយករណីហ្នឹងខ្ញុំស្ដាយដែរបងដោយសារខ្ញុំចាញ់គាត់ដោយសារខ្ញុំអត់មានបានថតជាវីដេអូតាងអីទេអញ្ចឹងហើយវីដេអូមួយហ្នឹងខ្ញុំចង់ផ្ដល់ជាមេរៀនមួយដែរឬក៏ជាបទពិសោធន៍មួយដល់បងប្អូនដែលមកថ្មីក្នុងករណីនេះខ្ញុំសារតែខ្ញុំជួបផ្ទាល់ហើយអញ្ចឹងខ្ញុំចង់ធ្វើវីដេអូហ្នឹងដើម្បីចែកម្លែកកាន់បងប្អូនក្រោយដែលគាត់មកឲ្យគាត់ដឹងប្រុងប្រយ័ត្នទាំងអស់គ្នាតើតើនឹងការចុះលេខាមួយនេះគឺសូមរំប្រុងប្រយ័ត្នឲ្យបានខ្ពស់ហើយឯកសារផ្សេងហ្នឹងគឺបងប្អូនគួរថតទុកឲ្យពេលដែលគាត់ឲ្យចុះអត់លេខាហើយយើងថតទុកទៅយើងថតទុកហើយយើងព្យាយាមថតជាវីដេអូទុកនៅក្នុងកប៉ាល់ដើម្បីការពារខ្លួនណាបងឧទាហរណ៍យើងនៅ2 3នាក់យើងគួរតែថតឲ្យបានម្នាក់ទៅដើម្បីការពារខ្លួនក្នុងករណីមួយកន្លែងណាមួយដែលគាត់ចង់ធ្វើបាបយើងមានផុសតាងទាំងអស់ថាថ្ងៃនេះគាត់បាននិយាយមួយយើងថាព្រមឲ្យយើងសញ្ញេយើងចេញតែគាត់បានប្រែកន្លះអញ្ចឹងយើងមានសិទ្ធទៅប្តឹងក្រសួងបានហើយយើងមានផុសតាងគ្រប់គ្រាន់យើងអាចតវ៉ាមួយខាងក្រសួងបានថាតើការព្រមពេលឲ្យយើងចេញហើយគាត់ព្រមឲ្យយើងលក្ខណៈកាត់លុយពីយើងអស់ហើយតែគាត់ប្រែកន្លះថាអត់ឲ្យយើងចេញវិញហ្នឹងក៏គាត់អ្នកខុសហើយព្រោះគាត់បាននិយាយគាត់បានជាប់លេខាឲ្យយើងជាប់លេខាតែចុងក្រោយគាត់ប្រែកន្លះអញ្ចឹងអាហ្នឹងករណីហ្នឹងយើងអាចជាការនៅខាងក្រសួងបានបើសិនជាក្រសួងគេដោះស្រាយបានអាហ្នឹងយើងត្រូវរកអ្នកដោះស្រាយមេធាវីផ្សេងទៀតចឹងណាតែខ្ញុំគិតថាបើសិនក្នុងករណីហ្នឹងគិតថាក្រសួងគេដោះស្រាយបានដោយសារតែមានផុសតាងគ្រប់គ្រាន់ព្រោះតកែគឺពៀនយើងពៀនច្បាប់នៅក្នុងប្រទេសកូរ៉េអញ្ចឹងហើយតកែវាច្រើននៅក្នុងប្រទេសកូរ៉េគេគោរពច្បាប់បើសិនយើងមានផុសតាងអញ្ចឹងគេអត់សូវហ៊ានជន់ឈ្លីមកយើងទេហើយក្នុងករណីទៀតករណីlàថាយើងចេះភាសាកូរ៉េយើងច្រើនយើងចេះអង់គ្លេសច្រើនយើងអាចនិយាយពីគេបានណាតកែគឺខ្ញុំគិតថាគឺហ៊ានជន់យើងទេអាហ្នឹងគាត់ថាខ្ញុំមើលឃើញណាបើសិនជាយើងអត់ចេះកូរ៉េអត់ចេះអង់គ្លេសអត់ចេះដូចខ្ញុំដូចអីចឹងពិបាកបងគឺគេចាំមកជន់យើងណាគេចាំមកធ្វើបាបយើងតែដល់ចំណុចហ្នឹងគឺពិបាកបើសិនជាបងប្អូនចង់មកធ្វើការក្នុងប្រទេសកូរ៉េបើសិនជាបងប្អូនចេះភាសាអង់គ្លេសខ្លះក៏ល្អដែរបងចេះមកនិយាយបានខ្លះតិចខ្លះហើយបងប្អូនចេះកូរ៉េបាននិយាយខ្លះខ្ញុំគិតថាតកែកូរ៉េអត់សូវហ៊ានធ្វើបាបពួកយើងទេតែបើសិនជាអត់ចេះទាំងអស់ដូចខ្ញុំជាក់ស្ដែងគឺវេទនាណាស់បងជួបបញ្ហាចឹងគឺឈឺក្បាលដោះស្រាយគឺពិបាកដោះស្រាយមែនតើហើយអញ្ចឹងបានវីដេអូនេះខ្ញុំចង់និយាយបើសិនជាបងប្អូនជួបបញ្ហាចឹងដូចខ្ញុំបងប្អូនគួរតែព្យាយាមថតជាវីដេអូឲ្យបានច្រើនទុកពេលមានបញ្ហាផ្សេងយើងអាចទៅប្តឹងក្រសួងបានហើយវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកម្លែកកាន់បងប្អូនដែលធៀបមកប្រទេសកូរ៉េហើយបងប្អូនដែលមកថ្មីបើសិនជាតកែគាត់មានបញ្ហាឲ្យយើងសញ្ញេផ្សេងឯកសារផ្សេងបងប្អូនគួរតែថតសលេងឬថតឯកសារទុកផងដើម្បីជាផុសតាងដើម្បីមានបញ្ហានៅក្រោយពេលក្រោយទៀតបងប្អូនអាចជួយខ្លួនឯងបានហើយអរគុណច្រើនបងប្អូនសម្រាប់វីដេអូនេះ